ជំរាបសួរបងប្អូនលក្ខណៈមួយដើម្បីជួយឲ្យកូនលោកអ្នកមានភាពចាស់ទុំគឺត្រូវជួយបណ្ដុះនៅឯករាជ្យភាពឬក៏ភាពម្ចាស់ការរបស់គាត់បាទតើភាពឯករាជ្យម្ចាស់ការហ្នឹងគឺជាអ្វីអញ្ចឹងដើម្បីឲ្យយល់ថាភាពឯករាជ្យម្ចាស់ការវាជាអ្វីយើងអាចសម្លឹងមើលថយក្រោយបន្តិចអំពីការអភិវឌ្ឍរបស់កូនបាទអញ្ចឹងស្រមៃថាកាលពីកូនរបស់អ្នកទើបតែរៀនដើរគឺគាត់ងើបដើរតេះតាស់ហើយគាត់ដើរទៅមុខបានពី3ចាហានហើយគាត់វិលមកវិញគាត់ញញឹមញញែមដាក់អ្នកជាឪពុកម្ដាយចំណែកឯឪពុកម្ដាយតែងតែលើកដៃត្រៀមចាំទប់គាត់ខែលោគាត់ដួលអានេះគឺជាអនុស្សាវរីយ៍មួយបាទចំណែកឯអនុស្សាវរីយ៍មួយទៀតប្រហែលជាលោកអ្នកជាឪពុកម្ដាយចាប់អារម្មណ៍គឺពេលដែលកូនទៅលេងសួនកុមារឬក៏ទៅលេងកន្លែងណាមួយកុមារតែងតែរត់ចេញពីឪពុកម្ដាយបន្តិចទៅរួចហើយគាត់អាចងាកក្រោយមើលឪពុកម្ដាយហើយក៏គាត់រត់មកវិញហើយបន្ទាប់ពីគាត់ឃើញថាអូឪពុកម្ដាយអត់ទៅណាចោលគាត់ទេគាត់ចាប់ផ្ដើមរត់ទៅលេងមួយជុំទៀតហើយងាកមកវិញសើចដាក់ឪពុកម្ដាយយ៉ាងសប្បាយរីករាយឪពុកម្ដាយក៏ត្រៀមចាំសម្លឹងមើលគាត់ដែរបាទអញ្ចឹងមានន័យថាកុមារបន្ទាប់ពីដឹងថាខ្លួនឯងមានសុវត្ថិភាពខ្លួនឯងទទួលបាននូវសេចក្តីស្រឡាញ់ទទួលបាននូវការការពារពេញបរិបូរណ៍ពីឪពុកម្ដាយហើយកុមារនឹងចាប់ផ្ដើមរៀនសូត្រស្វែងយល់ស្រាវជ្រាវជាបន្តទៅទៀតបាទនេះគឺជាជំហានសាមញ្ញមួយដែលបង្ហាញអំពីការវិវត្តរបស់កុមារដែលតែងតែនៅជាប់នឹងឪពុកម្ដាយคล้ายទៅជាកុមារស្វែងយល់រៀនសូត្រអំពីរបៀបធ្វើអ្វីមួយដោយឯករាជ្យភាពដោយខ្លួនឯងបាទអញ្ចឹងនៅក្នុងជីវិតប្រចាំថ្ងៃនៅពេលដើម្បីឲ្យកុមារទទួលបាននៅឯករាជ្យម្ចាស់ការហើយឯករាជ្យម្ចាស់ការនេះវាជាការចាំបាច់ណាស់ដើម្បីជាសមត្ថភាពមួយជួយឲ្យកុមារមានភាពចាស់ទុំបាទដើម្បីបានឯករាជ្យម្ចាស់ការនេះកុមារត្រូវតែទទួលបានការឧបត្ថម្ភការគាំពារការទំនុកបម្រុងនិងភាពស្និទ្ធស្នាលពេញលេញពីឪពុកម្ដាយធ្វើដូច្នេះទើបកុមារមានអារម្មណ៍សុវត្ថិភាពនៅក្នុងការស្វែងយល់រៀនសូត្រអំពីពិភពជុំវិញខ្លួនរបស់ពួកគេបាទដូច្នេះប្រសិនបើកុមារមានសុវត្ថិភាពប្រសិនបើកុមារមិនមានការហាមឃាត់មិនមានការស្ដីបន្ទោសអានឹងកុមារនឹងមានសេចក្តីក្លាហាននៅក្នុងការសិក្សាស្រាវជ្រាវនៅជីវិតនៅពិភពជុំវិញខ្លួនពួកគេការសិក្សាស្រាវជ្រាវនេះវានឹងធ្វើឲ្យគាត់មាននៅឯករាជ្យភាពហើយឯករាជ្យភាពកាលណាកុមារមានឯករាជ្យភាពមានន័យថាកុមារនឹងមានសេចក្តីក្លាហាននៅក្នុងការសាកល្បងរៀនសូត្រស្វែងយល់ពីពិភពជុំវិញខ្លួនមានសេចក្តីក្លាហាននៅក្នុងការនិយាយស្ដីមានសេចក្តីក្លាហាននៅក្នុងការតាក់ទងជាមួយនឹងកុមារដទៃមានសេចក្តីក្លាហាននៅក្នុងការហ៊ានបង្ហាញសេចក្តីត្រូវការរបស់ខ្លួនចំពោះឪពុកម្ដាយហើយក៏មានសេចក្តីក្លាហានក្នុងការសាកល្បងធ្វើកិច្ចការផ្ទះធ្វើកិច្ចការសាលានិងធ្វើកិច្ចការផ្សេងៗទៀតផងដែរបាទដូច្នេះសមត្ថភាពដើម្បីកុមារមានភាពម្ចាស់ការនេះគឺជាលក្ខណៈចាំបាច់ណាស់ដែលឪពុកម្ដាយត្រូវបើកបរិយាកាសសេរីភាពនិងការគ្រប់គ្រងពេញលេញទៅដល់គាត់ជាជាងការស្ដីបន្ទោសទៅឲ្យគាត់ដើម្បីគាត់ចាប់ផ្ដើមធ្វើការស្រាវជ្រាវដោយឯករាជ្យហើយដូច្នេះឯករាជ្យនេះវាគ្រាន់តែជាធាតុផ្សំមួយទេបន្ទាប់ពីឯករាជ្យក្រៅពីឯករាជ្យនេះគឺកុមារត្រូវមានសមត្ថភាពនៅក្នុងការបន្សាំខ្លួនសមត្ថភាពសេរីភាពនៅក្នុងការថ្លឹងថ្លែងគំនិតដោយមិនការទទួលការស្ដីបន្ទោសចំណុចទាំង3ហ្នឹងហើយវាធ្វើឲ្យកុមារវិវត្តទៅរកភាពចាស់ទុំបាទអញ្ចឹងសូមលើកទឹកចិត្តលោកអ្នកជាឪពុកម្ដាយអាចសង្កេតមើលជាពិសេសកុមារចាប់ពីអាយុ10ឆ្នាំ11ឆ្នាំ12ឆ្នាំឡើងទៅគឺកុមារគាត់ចាប់ផ្ដើមជាអាយុដែលកុមារត្រូវការសិក្សាស្រាវជ្រាវថ្លឹងថ្លែងគំនិតខ្លាំងណាស់ដូច្នេះសូមលោកអ្នកផ្ដល់នៅ
សិទ្ធិសេរីភាពផ្ដល់នៅបរិយាកាសសុវត្ថិភាពដើម្បីគាត់ធ្វើការសិក្សាស្រាវជ្រាវបាទសូមអរគុណ